តានឹងមានរឿងអ្វីកើតឡើងបើសិនជាយើងបង្រៀនសត្វឲ្យចេះចាយលុយចម្លើយនោះគឺទៅតាមប្រភេទសត្វដែរព្រោះសត្វខ្លះពេលបង្រៀនទៅខ្លាចទៅជាសត្វល្អដល់ពេលសត្វខ្លះវិញពេលបង្រៀនទៅចេះធ្វើរឿងដែលមនុស្សនឹកស្មានមិនដល់ចំពោះសត្វល្អគឺដោយសត្វខាងលើនេះជាប្រភេទសត្វសេកពណ៌ប្រផេះដែលការសិក្សានឹងដែរគឺចេញផ្សាយនៅក្នុងឆ្នាំ2020គេបានបង្រៀនសត្វសេកពណ៌ប្រផេះជាច្រើនក្បាលហើយដល់មកយកមកសាកល្បងពិសោធន៍ខុសៗគ្នាដោយនៅក្នុងវីដេអូនេះចឹងពេលហ្នឹងគេបង្រៀនពីការដោះដូររួចហើយគេយកអាក្របមូលនេះតាំងធ្វើជាលុយសេកនឹងឲ្យអាក្របមួយនឹងទៅមនុស្សហើយដល់មកមនុស្សនឹងឲ្យក្របធនជាតិនៅក្នុងកំប៉ុងនេះទៅសត្វវិញពេលនឹងដែរមនុស្សរៀនសាកចិត្តសេកមួយបានលុយចំណែកសេកមួយទៀតអត់បានលុយសោះហើយអ្នកទាំងអស់គ្នាអាចមើលបានពួកសេកនេះហាវាចេះចែករំលែកទោះបីម្ខាងទៀតអត់លុយក៏ម្ខាងដែលមានលុយហ្នឹងសុកចិត្តឲ្យលុយខ្លួនឯងទៅគេធ្វើមិនឲ្យម្ខាងទៀតបានស៊ីហើយគេក៏បានពិសោធន៍ទៅលើសត្វសេកពណ៌ប្រផេះជាច្រើនក្បាលទៀតលទ្ធផលចេញមកគឺដូចគ្នាវានៅតែចិត្តល្អវានៅតែចេះចាយគ្នាដល់ពេលគេពិសោធន៍ទៅលើសត្វសេកពណ៌នេះវិញអានេះហាអត់ចិត្តល្អដោយអាពណ៌ប្រផេះទេសេកដូចតែគ្នាសោះគ្រាន់តែប្រភេទខុសគ្នាបែរជាមានប្រភេទខ្លះចិត្តល្អប្រភេទខ្លះចិត្តអត់ល្អវិញហើយដល់ពេលគេពិសោធន៍លើស្វាខាងលើនេះវិញកាន់តែអស់ស្ទះចំពោះសត្វស្វាប្រភេទនឹងដែរគេធ្វើការពិសោធន៍នៅក្នុងឆ្នាំ2005ល្មមតើបង្រៀនស្វាប្រភេទនឹងឲ្យស្គាល់ពីរឿងចាយលុយត្រូវចំណាយពេលអស់ជាច្រើនខែតែសត្វស្វាអស់នេះវាឆ្លាតហើយក៏វាយល់ច្រើនវាចេះយល់ពីតម្លៃវាចេះយល់ពីភាពអត់ស្មើភាពដូចក្នុងវីដេអូនេះចឹងសត្វស្វាទាំងពីរលុយឲ្យទៅមនុស្សដូចគ្នាតែម្ខាងបានតែពាំងបញ្ជូបើម្ខាងទៀតបានតែសក់ធ្វើចឹងវាអត់ស្មើភាពហ្មងហាខាងបានតែសក់នឹងមានតែសក់ចិត្តអីដូចក្នុងវីដេអូនេះចឹងគ្រាន់តែដឹងថាមនុស្សលេងខូចឲ្យតែសក់វាគប់ទៅវិញដល់តែ2ដងអាមួយបានតែពាំងបញ្ជូហើយដល់អាម្ខាងទៀតបានតែសក់វាអត់សក់ចិត្តបន្ថែមពីលើនឹងអ្នកវិទ្យាសាស្ត្រក៏បានបង្រៀនឲ្យស្គាល់ពីរបស់ថោកនិងរបស់ថ្លៃហើយដល់មកសត្វស្វានឹងវាចេះតែងនៅក្នុងតម្លៃល្អពេលហ្នឹងគេលក់ចាហួយដូចគ្នាក៏ប៉ុន្តែម្ដងវាចោលថោកម្ដងវាឡើងថ្លៃហើយស្វានឹងវាចេះតែងចាហួយនឹងនៅពេលដែលថោកពេលដែលចាហួយនឹងថ្លៃវាអត់តែងទេក្រោយពីពេលហ្នឹងទៀតសត្វស្វាមួយចំនួនក៏ចេះលួចលុយពីសត្វស្វាផ្សេងនិយាយទៅសត្វស្វាវាចាប់ផ្ដើមខូចពេលដែលវាស្គាល់ពីតម្លៃលុយសំខាន់ណាស់មានសត្វស្វាឈ្មោលមួយចំនួនយកអាលុយដែលខ្លួនឯងមានយកលុយហ្នឹងទៅឲ្យសត្វស្វាញីដើម្បីទៅអីដោះដូរជាមួយនឹងសេវាកម្មភេទហើយអាសត្វស្វាញីហ្នឹងក៏ព្រមទៀតដល់ពេលស្វាញីបានលុយហ្នឹងហើយយកទៅតែងទៅពាំងបញ្ជូដើម្បីចម្អែតកាពះចាប់ពីពេលហ្នឹងអ្នកវិទ្យាសាស្ត្របញ្ឈប់ការសិក្សាមួយណាឲ្យសត្វរស់នៅតាមបែបធម្មជាតិរបស់វាវិញបង្រៀនសត្វស្វាឲ្យស្គាល់ពីលុយចរិតវាអត់ខុសពីមនុស្សទេចឹងហើយឲ្យសត្វរស់នៅតាមបែបសត្វទៅចឹងអ្នកទាំងអស់គ្នាវិញបន្ទាប់ពីស្ដាប់ការពិសោធន៍ហ្នឹងហើយមានអារម្មណ៍ថាសត្វស្វាហ្នឹងដូចមនុស្សដែរអត់កុំភ្លេចខមមិននៅខាងខ